សួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់ Channel ឃ្លាំងចំណេះថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកនរគ្នាអំពីរបៀបប្រើនៅ Google Form ហើយនឹងកំណត់នាទីដែលយើង install នៅ add-on Form Timer តោះអញ្ចឹងតាមដានជាមួយខ្ញុំទាំងអស់គ្នាដំបូងអ្នកនរគ្នាចូលទៅកាន់ Google មកហើយយើងវាយពាក្យ Google Form ហើយយើង sign in ជាមួយនឹង Gmail របស់យើងណាអូខេអញ្ចឹងនេះគឺជាផ្ទាំងរបស់ខាង Google Form នេះអញ្ចឹងយើងអាចបង្កើតនៅទម្រង់ form ផ្សេងៗបានអានេះគេមាន simple ឲ្យយើងនេះអញ្ចឹងអូខេឥឡូវខ្ញុំបង្កើតនៅសំណួរឲ្យ user គាត់ឆ្លើយអញ្ចឹងអ្នកនរគ្នាចុចកន្លែង blank form នេះមកហើយនេះយើងដាក់យើងដាក់ថាtest question នេះណា question អង្គុយ CM អញ្ចឹងវាអត់ណាកន្លែង form description នេះយើងស្វាគមន៍មកអូខេយើងសេខ្មែរមកណាស្វាគមន៍មកកាន់ការឆ្លើយសំណួរអញ្ចឹងមកណាស្វាគមន៍មកកាន់ការឆ្លើយសំណួរអូខេអញ្ចឹងមកណាអូខេអានេះអូខេហើយឥឡូវខ្ញុំមាន5សំណួរនេះខ្ញុំមានរៀបចំរួចហើយនេះអូខេឥឡូវខ្ញុំ copy សិនណាអូខេអញ្ចឹងចូលមកដល់នេះវាចេញមកអញ្ចឹងនេះអញ្ចឹងយើងចុចកន្លែងនេះលេខ1មកយើង copy ផានមកណាហើយអាកន្លែងនេះយើងអាចមានជំរើសមានអញ្ចេះ check box ឬមួយក៏ drop down អូខេអញ្ចឹងលើអ្នកនរគ្នាចង់ជ្រើសមួយណាបណ្ដេកពីច្រើនខ្ញុំរើសនេះវាងាយស្រួលអូខេបន្តមកទៀតយើង copy នៅចម្លើយមកអូខេអញ្ចឹងនេះសំទោសយើងសក់កបន្តិចអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺចម្លើយខអញ្ចឹងដើម្បីយើងបង្ហាញនៅចម្លើយគេបានគឺយើងចូលកន្លែង setting នេះយើងមើលកន្លែង setting នេះសិនណាអូខេជំហានដំបូងគឺយើងចុច turn on កន្លែងនេះមែនទេចាំយើងចង់ដឹងយើងមើលនេះឃើញវា turn on ទេហើយបន្តមកយើង select នៅចម្លើយដែលត្រឹមត្រូវគឺចម្លើយ550ត្រូវអូខេត្រឹមត្រូវណាហើយអានេះយើងអាចកំណត់ក្នុងមួយសំណួរយើងកំណត់បន្ទុកប្រមាណឧទាហរណ៍អូខេឡើងថាមួយបន្ទុកចុះយើងចុចដានមកណាអូខេហើយនេះយើងចុច require មានថារាល់សំណួរដែលយើងឲ្យគាត់ឆ្លើយគឺត្រូវតែឆ្លើយទាំងអស់តែសំណួរខ្លះយើងអត់ចង់ឲ្យគាត់ឆ្លើយយើងដាក់ require យើង turn off ហ្នឹងមកណាយើងបិទហ្នឹងមកតែបើយើងថាឲ្យគាត់ឆ្លើយទាំងអស់យើងចុច turn on មកអូខេហើយបន្តមកទៀតយើងចុច copy មកនេះ copy ហ្នឹងមកគេហៅ duplicate ណាអូខេយើងចូលដល់សំណួរទី2អូខេសំណួរទី2មានអីខ្លះនេះគួរអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺចម្លើយគួរអូខេយើងចុចកន្លែងនេះមកដើម្បីយើងកែសម្រួលវិញអូខេនេះឥឡូវយើង copy មួយទៀតចុះអូខេអានេះខ្ញុំដាក់3សំណួរណាកុំឲ្យវីដេអូវិញពេកអូខេ3សំណួរថ្ងៃច័ន្ទដល់ថ្ងៃសុក្រហើយនឹងអីគេគោអញ្ចឹងចម្លើយត្រឹមត្រូវគឺចម្លើយគោអញ្ចឹងយើងមើលអូខេត្រឹមត្រូវអញ្ចឹងដាក់មកវេឥឡូវទៀតថាខ្ញុំមាន3សំណួរចុះណាអូខេយើងមើលកន្លែង setting នេះសិនណាយើងមិនតន់មើល response ទេកុំឲ្យអ្នកនរគ្នាវង្វេងយើងមើល setting នេះដើម្បីយើងកែសម្រួល option ខ្លះអូខេអានេះកន្លែង setting នេះបើសិនជាកន្លែងនេះ correct answer នេះបើថាយើងអត់ចង់ឲ្យ user គាត់ដឹងចម្លើយទេមានតែបើសិនគាត់ដឹងចម្លើយពេលយើងគាត់ឆ្លើយពេលខ្លះបើគាត់មើលនៅចម្លើយត្រឹមត្រូវហើយលើក្រោយទៅពេលគាត់ឆ្លើយទៅគឺនេះហើយគឺឆ្លើយដឹងត្រូវមកដោយសារយើងបើកនៅបង្ហាញនៅចម្លើយត្រឹមត្រូវណា ប
ប៉ុន្តែមានលក្ខខណ្ឌនេះមួយទៀតចេះកន្លែងនេះបើសិនជាយើងបើអ្នកនរគ្នារើសកន្លែង turn on នេះអញ្ចឹងយើងត្រូវកំណត់នៅអាកន្លែងនេះអាកន្លែង require sign in នេះតែមួយបានហើយមានថាគាត់ឆ្លើយតែម្ដងគត់អាហ្នឹងណាតែថាគាត់ឆ្លើយច្រើនដងឲ្យគាត់ឆ្លើយសំណួរច្រើនដងជាងយើងបិទនេះហើយប៉ុន្តែយើង hit នៅអានេះយើងបិទនៅអា correct answer នេះហ្នឹងណាអូខេអានេះគឺយើងចុចដើម្បីបង្ហាញនៅបន្ទុកអូខេនេះបន្ទុកអូខេហើយកន្លែងនេះអីទេយើងអាចរើសបានអ្នកនរគ្នារើសមួយណាក៏បានដែរណាកន្លែង presentation អូខេយើងចុច turn on មកហើយនេះយើងឆ្លាស់សំណួរអត់អូខេយើងមាន3សំណួរត្រូវមានពីលេខ1ដល់លេខ3អញ្ចឹងនេះយើងអាចច្បល់គ្នាបានអូខេជួនកាលវាអាចលេខ2វាតាមលំដាប់ណាបើចង់តាមលំដាប់យើងបិទអាហ្នឹងទៅអូខេហើយកន្លែងនេះចូលដល់កន្លែង default នេះអត់អីទេកន្លែងនេះអូខេត្រឹមត្រូវណាពេលដែលនេះហើយគឺយើងចុច public មកណាដើម្បីយើង save យើង public មកហើយនេះវាចេញ link ឲ្យយើងនេះបើ link ហ្នឹងវែងពេកយើងចុចកន្លែងនេះដើម្បីយើងយក link នៅខ្លីហើយយើង copy ហ្នឹងទៅហើយយើង share ឲ្យ user គាត់ឆ្លើយអាហ្នឹងគឺជាសំណួរដែលអត់គិតនាទីណាអូខេឥឡូវជំហានទី2សំណួរគិតនាទីដើម្បីយើងគិតនាទីបានគឺយើងប្រើនៅ add on មួយដែលមានឈ្មោះថា form timer អញ្ចឹងយើងធ្វើការ install នៅ add on ហ្នឹងអញ្ចឹងយើងមើលកន្លែងនេះដើម្បី install មកយើងចុចកន្លែង tray 3នេះមកហើយយើងចុចកន្លែង get add on អញ្ចឹងរងចាំបន្តិចអូខេអញ្ចឹងយើង search មក search កន្លែង app ហ្នឹងដាក់ form timer នេះអូខេនេះយើងចុចកន្លែងនេះមែនណាយើង install មក continue នេះ email របស់ខ្ញុំអូខេហើយយើងចុច allow មកគេរងចាំបន្តិចអូខេយើងដានអូខេដានហើយយើងបិទនេះមក close វាមកអូខេហើយជំហានបន្តទៀតគឺយើងចុចកន្លែងនេះមកនេះ add on ហ្នឹងមកយើងមើលយើង install ឃើញនេះ install ហើយនេះយើងចុចលើវាមកអញ្ចឹងពេលហ្នឹងវាចេញផ្ទាំងមកចេះវាមាន3អង់គ្លេសភាសាអង់គ្លេសហ្នឹងណាអញ្ចឹងអ្នកទាំងអស់គ្នាចុចអាលើមក configure ហ្នឹងមកចុចហ្នឹងមកវា load ផ្ទាំងនេះឲ្យនេះអូខេអញ្ចឹងរងចាំបន្តិចអញ្ចឹងយើងចុចកន្លែង enable មកដើម្បីវា turn on រងចាំបន្តិចអូខេអញ្ចឹងជំហានបន្ទាប់គឺយើងចុចកន្លែង continue to form timer អូខេអញ្ចឹងនេះ form នេះអូខេមិញ form យើងឈ្មោះអីគេ test question នេះត្រូវអត់អូខេអញ្ចឹងយើងយកអានេះខ្ញុំធ្លាប់ test មុនហើយអញ្ចឹងមុននឹងខ្ញុំបង្ហាញនៅវីដេអូគឺខ្ញុំ test សិនដើម្បីកុំឲ្យមានការផាត់ភ្លាំងអូខេយើងចុចកន្លែងនេះមកនេះអូខេនេះវាចេញ form មកយើងណាអញ្ចឹងយើងធ្វើការនៅ set up នៅនីតិចឹងចុចកន្លែង set up នេះមកហើយកន្លែង test config នេះអញ្ចឹងវាអូតូយើងនេះ40នាទីប៉ុន្តែឧទាហរណ៍យើងកំណត់តែ10នាទីទេយើងចុច10នាទីមកហើយនេះបើសិនជាអ្នកនរគ្នាមិនចង់ឲ្យនៅពេលដល់ម៉ោងហើយគឺវាបិទតែម្ដងតែបើថាដល់ម៉ោងផ្នែក user គាត់អាច submit បានអញ្ចឹង turn on វាមកណាកន្លែង time control ចាំមើលថា link ហ្នឹងមានសុពលភាពពីណាដល់ណាយើងកំណត់មកឧទាហរណ៍មកណាលើអ្នកនរគ្នាទេណាថាយើងអត់មិនកំណត់ក៏បានដែរហើយអានេះ welcome នេះមិនអីទេនេះអត់ជាសំខាន់ទេតោះមកយើងចុច save អូខេ save ហើយណាអញ្ចឹងបន្តមកទៀតគឺអ្នកនរគ្នាចុចកន្លែង test link នេះផ្ញើទៅឲ្យគេមកផ្ញើឲ្យ user មកឧទាហរណ៍ខ្ញុំ test link នេះចឹងនេះ10នាទីយើងកំណត់ទេចឹងកន្លែង decision in online អីចឹងយើងអាច edit បាន edit កន្លែងណាកន្លែងនេះនេះចឹងយើងដាក់មកសំណួរគិតនាទីគេហោចយើងដាក់អីក៏បានដែរសូមប្រុងប្រយ័ត្ន
ចឹងមក save អូខេឥឡូវខ្ញុំ refresh ម្ដងទៀតមើលអូខេនេះឃើញទេអញ្ចឹងយើងចុចសានមកតែសានមកអញ្ចឹងវានេះកំពុងតែនេះអូខេ10នាទីវា load ទេនេះអូខេនេះមាន3សំណួរយើងខ្ញុំចុចលេខ1មកឧទាហរណ៍ណាតែអញ្ចឹងហើយនេះមិនខ្វល់ទេណាអានេះវា generate យើងណាអត់អីទេអូខេនេះមួយចុះហើយបន្តមកយើងដាក់បញ្ជូននេះឃើញហើយណាអញ្ចឹងយើងមើលបន្ទុកមើលលឿនពេកនេះអូខេហើយឥឡូវយើងមើលកន្លែងនេះឲ្យឃើញអញ្ចឹងស្គាល់យើងបានតែមួយនេះខ្ញុំតេស្តមិញណាអូខេអានេះយើងអាច export ជារបាយការណ៍បានជា Excel បានឬក៏ជា page file CSV ក៏បានដែរអូខេវីដេអូនេះគឺមានតែប៉ុណ្្នឹងទេខ្ញុំសង្ឃឹមថាវាល្អសម្រាប់ជំនួយក្នុងការងាររបស់អ្នកនរគ្នាអរគុណច្រើន